មនុស្សយើងម្នាក់ៗគឺវាមានរឿងថ្មីជាច្រើននៅក្នុងជីវិតអ្នកទាំងអស់គ្នាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់សាកល្បងវាទេនោះអ្នកគ្នាប្រកាសជាអត់ដឹងពីវាទេពីទូទៅខ្ញុំតែងតែធ្វើដំណើរទៅកាន់ទីក្រុងហូជីមីញជាញឹកញាប់ដើម្បីទៅធ្វើការពេលខ្លះខ្ញុំទៅ2-3ដងហើយការធ្វើដំណើររបស់ខ្ញុំគឺជិះតាមរយៈឡានក្រុងហើយខ្ញុំគ្រាន់តែទៅទិញសំបុត្រធម្មតាអត់មានអីពិបាកអីអ្នកទាំងអស់គ្នានិយាយទៅការធ្វើដំណើរគឺវាល្អប៉ុន្តែវាអត់សូវស្រួលមែនទេដឹងស្រាប់ហើយគឺយើងជិះឡានក្រុងគឺមានមនុស្សច្រើនមែនតើគឺវាអត់សូវស្រួលអារម្មណ៍ហើយរាងកាយរបស់យើងអញ្ចឹងណាមួយក៏បានអប Facebook មកហើយឃើញពីវីដេអូណែនាំពីសេវាកម្មទឹកអ្នកដំណើរទៅកាន់ទីក្រុងហូជីមីញគឺឈ្មោះ Mego Limousine ហើយដំបូងខ្ញុំគិតថាវាដូចទៅនឹងឡានក្រុងធម្មតាប៉ុន្តែបើដែលខ្ញុំសង្កេតកាន់តែច្បាស់ទៅគឺអត់ទេឡានគេថ្មីស្លាហើយពណ៌បៃតងខ្ចីហ្មងហើយខ្ញុំក៏បានចូលទៅឆែកមើលគេrecommend ណាហើយខ្ញុំឃើញគេនិយាយថាកៅអីធំទៅលើហើយមានផាសុខភាពហើយទៅខ្ញុំចាប់អារម្មណ៍មកដូច្នេះខ្ញុំក៏សម្រេចចិត្តសាកល្បងម្ដងតែបើសិនជាវាល្អលើក្រោយខ្ញុំប្រហែលជានឹងខ្ញុំប្រហែលជាបដូរឡានតែបើសិនជាដដែលគឺប្រហែលជាឯងនឹងជិះឡានក្រុងធម្មតាវិញអញ្ចឹងណាហើយខ្ញុំក៏បានតាក់ទងសួរព័ត៌មានតាមរយៈ Telegram ពីតម្លៃសំបុត្រហ្នឹងហើយបុគ្គលិកគេឆ្លើយតបយើងលឿនហ្មងការកក់សំបុត្រហ្នឹងគឺអត់មានអីពិបាកទេដូចទៅនឹងឡានក្រុងធម្មតាដែរនឹងអត់មានអីពិបាកឲ្យស្មុគស្មាញទេនិយាយរួមខ្ញុំក៏បានមកដល់ការិយាល័យលក់សំបុត្ររបស់ Mego ហើយខ្ញុំក៏បានលឺអ្នកនៅនឹងនិយាយពីអារម្មណ៍ខុសៗគ្នានៅកន្លែងហ្នឹងហ្មងអ្នកទាំងអស់គ្នាសំខាន់ការិយាល័យគេស្អាតត្រជាក់ភ្នែកគេមានម៉ាស៊ីនត្រជាក់កាអីសឡោះមកសំរុំសម្រាប់ឲ្យយើងអង្គុយណាហើយសញ្ញាទីតាំងគេគឺស្ថិតនៅលើមហាវិថីព្រះសីហនុការិយាល័យគេគឺពណ៌បៃតងខ្ចីហ្នឹងហ្មងអត់ប្របាក់រោទេហើយបើនិយាយពីកៅអីឡានគេវិញពងរៀបស្មើធំទៅលើទៅងាយស្រួលអាចផ្អៀងសេរីបានងាយស្រួលមកសំខាន់គឺគេមានមុខងារម៉ាស្សានៅពេលដែលយើងមានអារម្មណ៍ថាអស់កម្លាំងឈឺចង្កេះឈឺអីហ្នឹងអ្នកគ្នាអាចបើកវាមកគឺវាម៉ាស្សាឲ្យហ្មងសំខាន់ឡានក្រុងគឺគេស្ងប់ស្ងាត់ហ្មងគេមានតាំងពី Wi-Fi ដុំសាកថ្មសម្រាប់ឲ្យយើងសាកណាហើយវាមាននិយាយទៅមានមួយឈុតឲ្យយើងហ្មងហើយតាំងពីនំទឹកសុទ្ធរបស់សំខាន់ដូចអ៊ីនធឺណិតអីហ្នឹងយើងត្រូវការធ្វើការអីហ្នឹងគឺមានមួយសេតហ្មងបានយ៉ាងងាយស្រួលហ្មងដល់ពេលដែលយើងទៅដល់ច្រកព្រំដែនគឺគេមានបុគ្គលិកគេចាំណែនាំពីរបៀប check in ឬក៏ check passport អីនៅហ្នឹងហើយឡានហ្នឹងគឺមានតាម9កៅអីយើងអ្នកទាំងគ្នាអញ្ចឹង check in តាមមួយផ្លែតទេហើយការ check in របស់យើងហ្នឹងតាមមួយផ្លែតហើយគឺឡើងឡានបន្តទៅមុខទៀតទេហើយអ្វីដែលខ្ញុំក៏សម្គាល់បានធំហ្នឹងអ្នកគ្នានៅពេលដែលខ្ញុំមកដល់ទីក្រុងសៃហ្គងគឺគាត់មានអារម្មណ៍ថាឈើខ្លួនអស់កម្លាំងអស់អីដូចមុនទេដោយសារតែខ្ញុំធ្វើការជិះឡានតាមរយៈ Mego អញ្ចឹងដូចជិះឡានខ្លួនឯងអញ្ចឹងកម្លាំងខ្ញុំគឺនៅមានធម្មតាអញ្ចឹងខ្ញុំអាចទៅធ្វើការបានភ្លាមធម្មតាហ្មងសម្រាប់ពីមុនមកខ្ញុំតែងតែគិតថាមានតែឡានក្រុងឯងដែលអាចធ្វើដំណើរបានប៉ុន្តែគឺអត់ទេគឺមានជម្រើសច្រើនហើយថ្មីខ្លាំងមែនទែនពេលហើយក៏វាមានភាពខុសគ្នាដែរអញ្ចឹងអ្នកទាំងគ្នាគួរតែជ្រើសរើសជាមួយនឹង Mego Limousine ដែលអាចធ្វើដំណើរបានយ៉ាងងាយស្រួលហើយគុណភាពក៏ល្អ